tê mà dạy chuyện đó tê mà dạy chuyện đó ní cứ chia về chuyện đó muối đây là giờ vì cả bom pin nơi nề cầm mẹ bà là mây rồi bỏ bè parampo đi săn chuyện đó ní đá có lục bàn bên chỗ nó không cầm vị thì sắc xaสำหรับเนี่ยศึกษาบานยุลอำปีอสสปุณยมในក្នុងកម្មវិធីសិក្សាលោកហៅថាជាទស្សជាដកគឺជាដកទាំង10រឿងដែលបង្ហាញអំពីការបំពេញបារមីរបស់ព្រះបរមពោធិសត្វដើម្បីបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធរឿងទេមយៈនេះគឺជាដកមួយនៅក្នុងចំណោមនៃជាដកទាំង10ហើយក៏ជាដកដំបូងគេជាដកទី1នៅក្នុងចំណោមនៃទស្សជាដកនឹងដែរអញ្ចឹងនៅក្នុងរឿងទេមយៈជាដកនេះខ្ញុំកណាអាត្មាមិននិទាននិយាយបញ្ចេញបញ្ចូលទេពីព្រោះមានអ្នកនិយាយមានអ្នកនិទានច្រើនហើយអញ្ចឹងខ្ញុំកណាអាត្មានឹងមកអានវិញអាននៅអត្ថបទជាដកអាននៅរឿងនឹងទាំងស្រុងតែម្ដងទេមយៈជាដកទាំងស្រុងដែលដឹកនាំការរៀបរៀងដោយលោកតាមដិតកុលភេងអញ្ចឹងនៅក្នុងទេមយៈជាដកនេះលោកបានបែងចែកចេញទៅជា5ជំពូកគឺជំពូកទី1និយាយអំពីកំណើតព្រះទេមយៈជំពូកទី2និយាយអំពីការសាកល្បងព្រះរាជកុមារដោយវិធីផ្សេងជំពូកទី3និយាយអំពីព្រះនាងចន្ទាទេវីទូលសំពោរាជសម្បត្តិជំពូកទី4និយាយអំពីសុនន្តសារថីនិងព្រះទេមយៈនិងជំពូកទី5និយាយអំពីមហាជនសាងភ្នោះតាមព្រះទេមយៈអញ្ចឹងយើងចូលមកក្នុងជំពូកទី1តែម្ដងជំពូកទី1និយាយអំពីកំណើតព្រះទេមយៈនិទានខាងដើមធម្មទេសនាដែលមានបទបាលីថាមាបណ្ឌិតជាយ៉ាងវិភាវយៈជាដើមនេះគឺព្រះសម្មាសម្ពុទ្ធកាលព្រះអង្គទ្រង់គង់ក្នុងវត្តចេតពុនបានសម្ដែងប្ររពអំពីនេកមបារមីគឺជាការសាងភ្នោះក្នុងអតីតកាលរបស់ព្រះអង្គមានសេចក្តីពិស្ដារថាក្នុងថ្ងៃមួយភិក្ខុទាំងឡាយកំពុងប្រជុំគ្នាក្នុងធម្មសភាបានពោលសរសើរនៅនេកមបារមីរបស់ព្រះពុទ្ធអង្គព្រះអង្គទ្រង់ពុទ្ធដំណើរយាងមកទ្រង់បានសួរភិក្ខុទាំងឡាយនោះថាមនាលភិក្ខុទាំងឡាយពួកអ្នកប្រជុំគ្នានិយាយអំពីអ្វីក្រោយពីព្រះពុទ្ធអង្គទ្រង់ព្រះសណ្ដាប់នៅពាក្យរបស់ភិក្ខុទាំងឡាយក្រាបទូលហើយព្រះអង្គទ្រង់ត្រាស់បន្តថាមនាលភិក្ខុទាំងឡាយក្នុងកំណើតនេះតថាគតមានបារមីគ្រប់គ្រាន់មានញាណចាស់ក្លាហើយលះបង់នៅរាជសម្បត្តិចេញសាងភ្នោះក្នុងពេលនេះមិនមែនជារឿងអស្ចារ្យទេក្នុងអតីតជាតិដែលតថាគតមានបារមីនៅមិនទាន់គ្រប់គ្រាន់មានញាណនៅមិនទាន់ចាស់ក្លាតថាគតក៏ធ្លាប់លះបង់រាជសម្បត្តិចេញទៅសាងភ្នោះនោះទើបជារឿងអស្ចារ្យព្រះពុទ្ធអង្គទ្រង់ត្រាស់ត្រឹមតែប៉ុណ្ណេះព្រះអង្គក៏ទ្រង់គង់នៅស្ងៀមភិក្ខុទាំងឡាយក្រាបទូលអារាធនានិមន្តព្រះអង្គសម្ដែងរឿងពីអតីតនោះព្រះអង្គក៏ទ្រង់លើកយកអតីតនិទានមកសម្ដែងដូចតទៅចឹងនេះគឺចូលដល់ពិធីបួងសួងសម្បុត្រក្នុងអតីតកាលមានស្ដេចមួយអង្គព្រះនាមថាកាសិរាជទ្រង់បានអភិសេកគ្រងរាជសម្បត្តិក្នុងរាជធានីពារាណសីនៃដែនដីកាសីស្ដេចអង្គនោះមានស្នំចំនួន 16,000 នាក់បណ្ដាលស្នំទាំងនោះពុំមានស្នំណាមួយមានបុត្រឬធីតាទេអាណាប្រជានារីទាំងឡាយដឹងថាស្ដេចរបស់ខ្លួនមិនមានបុត្រសូម្បីតែមួយអង្គដើម្បីស្នងរាជដូច្នោះទើបប្រជានារីមកជួបជុំគ្នាក្នុងព្រះលានលួងទូលអង្វរសូមព្រះរាជាយ៉ាងនេះថាបពិតព្រះសម្មាទិទេពសូមទ្រង់ធ្វើពិធីបួងសួងបន់ស្រន់សម្បុត្រព្រះរាជាទ្រង់ព្រះសណ្ដាប់នៅសេចក្តីអង្វរកររបស់ពួកអាណាប្រជានារីហើយទ្រង់មានព្រះរាជអង្គការបង្គាប់អស់ស្នំទាំង 16,000 នាក់នោះថាចូលនាងគ្រប់គ្នារៀបចំពិធីបន់ស្រន់សម្បុត្រចាស់
ស្រីស្នំទាំងនោះនាំគ្នារៀបចំពលិកាសម្បូងសម្រូតដល់ទេវតាគ្រប់ទិសទីមានទេវតានៅឋានព្រះច័ន្ទជាដើមហើយតាំងសេចក្តីប្រាថ្នាសម្បត្តិទោះបីរៀបចំយ៉ាងនេះហើយក្តីក៏ពុំមានស្នំណាម្នាក់មានបុត្រឬធីតាឡើយចំណែកព្រះអគ្គមហេសីរបស់ព្រះបាទកាសិរាជជាបុត្រីនៃស្ដេចដែនមត្តៈមានព្រះនាមថាចន្ទាទេវីព្រះនាងជាអគ្គមហេសីមានសិលបរិសុទ្ធព្រះជាបានត្រាស់ថាមហេសីអូនចូលម្ចាស់អូនបួងសួងសម្បត្តិនឹងគេដែរចាស់ព្រះនាងចន្ទាទេវីបានសមាទានឧបោសថសិលក្នុងថ្ងៃពេញបរមីរួចហើយទុំលើក្រឡាព្រះបន្ទុំសំងំនឹករំពៃដល់សិលរបស់ខ្លួនធ្វើសិទ្ធាធិដ្ឋានក្នុងហរតីថាប្រសិនបើខ្ញុំមានសិលបរិសុទ្ធមិនពុព្រោះពពាលទេដោយសច្ចៈនេះសូមឲ្យខ្ញុំមានបុត្រដូចក្តីប្រាថ្នាចូលមកចំណុចបន្ទាប់នេះនិយាយអំពីកំណើតព្រះបរមពោធិសត្វនិងទេវបុត្រ500អង្គដោយដេកជានុភាពនៃសិលរបស់ព្រះនាងចន្ទាទេវីបណ្ដាលឲ្យឋានរបស់សកទេវរាជមានអាការៈក្តៅឈួលឡើងស្ដេចសកៈរំពឹងមើលទៅបានជ្រាបនៅស្ថានភាពនោះថាព្រះនាងចន្ទាទេវីកំពុងប្រាថ្នាសម្បត្តិណាស់ហើយចោះអញនឹងប្រទានបុត្រមួយអង្គដល់ព្រះនាងដូច្នោះហើយទ្រង់ជ្រើសរើសទេវបុត្រមួយអង្គដែលស័ក្តិសមមកកើតជាបុត្ររបស់ព្រះនាងទើបបានឃើញតួអង្គព្រះពោធិសត្វក្នុងសម័យកាលមួយនោះព្រះពោធិសត្វនៃយើងធ្លាប់ឡើងគ្រងរាជសម្បត្តិក្នុងនគរពារាណសីបាន20ឆ្នាំក្រោយពេលសោយទីវង្គតស្ចិតចាអត្តភាពនោះទ្រង់ក៏បានទៅកើតក្នុងឧសតនរករងទុក្ខអស់80000ឆ្នាំទើបរួចពីនរកនោះហើយបានទៅកើតជាទេវបុត្រក្នុងភូមិតាវតឹងដែលគ្រប់គ្រងដោយស្ដេចសកៈនេះព្រះពោធិសត្វបានអធិដ្ឋានក្នុងប្រតិថាអញនឹងនៅក្នុងឋានតាវតឹងនេះដរាបអស់ជន្មាយុលុះខ្ជិតចាអត្តភាពនេះហើយអញនឹងទៅកាន់ទេវលោកជាន់លើទៀតគប់ជួនពេលនោះស្ដេចសកៈយាងទៅកាន់សំណាក់ព្រះបរមពោធិសត្វហើយមានព្រះរាជអង្ការអញ្ជើញថាណែអ្នករតុកអើយប្រសិនបើលោកចុះទៅកើតក្នុងស្ថានមនុស្សវិញលោកនឹងមានឱកាសដើម្បីបំពេញបារមីបានបរិបូរណ៍រីឯសេចក្តីចម្រើនក៏នឹងកើតមានដល់មហាជននោះណោព្រះនាងចន្ទាទេវីជាអគ្គមហេសីរបស់ព្រះបាទកាសិរាជកំពុងតែប្រាថ្នាសម្បត្តិសូមលោកអញ្ជើញទៅកើតជាបុត្ររបស់ព្រះនាងបន្ទាប់ពីអញ្ជើញព្រះបរមពោធិសត្វហើយស្ដេចសកៈបានទៅអញ្ជើញទេវបុត្រ500អង្គផ្សេងទៀតដែលនឹងត្រូវស្ចិតដំណើរគ្នានឹងព្រះពោធិសត្វរួចទ្រង់វិលមកសំណាក់របស់ព្រះអង្គវិញចំណែកព្រះពោធិសត្វបានយល់ព្រមតាមការអញ្ជើញរបស់ស្ដេចសកៈលោកក៏បានចុតចាកទេវលោកដំណើរគ្នានឹងទេវបុត្រ500អង្គនោះព្រះពោធិសត្វបានចាប់បដិសន្ធិក្នុងផ្ទៃរបស់ព្រះនាងចន្ទាទេវីរីឯទេវបុត្រទាំង500អង្គបានចាប់បដិសន្ធិក្នុងផ្ទៃរបស់ភរិយាអាមាត្យទាំង500នាក់ចូលមកចំណុចបន្ទាប់នេះគឺនិយាយអំពីការជ្រើសរើសលក្ខណៈស្ត្រីមេដោះគ្រានោះព្រះឧត្តររបស់ព្រះនាងចន្ទាទេវីហាក់ដូចជាពោពេញទៅដោយគ្រាប់ពេជ្រលុះសង្កេតដឹងថាខ្លួនមានគភ៌ទើបក្រាបទូលចំពោះព្រះស្វាមីឲ្យទ្រង់ជ្រាបព្រះរាជាទ្រង់ព្រះសណ្ដាប់ដូច្នោះព្រះអង្គទ្រង់បានបង្គាប់ព្រះមហេសីឲ្យរក្សាគភ៌យ៉ាងហ្មត់ចត់ព្រះអគ្គមហេសីទ្រង់ប្រគល់គ្រប់10ខែហើយបានប្រសូតរាជបុត្រមួយអង្គមានលក្ខណៈបរិបូរណ៍ដោយបុណ្យជាហេតុបណ្ដាលឲ្យស្រូវដំណាំក្នុងស្រែចម្ការមានផលការផ្លែយ៉ាងបរិបូរណ៍ក្នុងថ្ងៃជាមួយគ្នានោះភរិយារបស់អាមាត្យចំនួន500នាក់ក៏បានប្រសូតទារក500នាក់ដែរក្នុងគណៈនោះព្រះមហាក្សត្រទ្រង់ប្រថាប់ក្នុង
មហាមន្ទីរដោយមានពួកអាមាត្យអង្គុយចោមរោមជាបរិវារផងស្រាប់តែអាមាត្យម្នាក់មកក្រាបទូលព្រះអង្គថាបបិទ្ធព្រះសមត្ថទេពរាជបុត្រព្រះអង្គប្រសូតហើយក្រាបទូលគ្រាន់តែទ្រង់ព្រះសណ្ដាប់នៅពាក្យនោះភ្លាមសេចក្តីស្នេហាចំពោះបុត្របានធ្វើឲ្យសម្បុរស្បែកព្រះមហាក្សត្រព្រឺញាក់កន្ត្រាក់ចាក់ទៅដល់ខួរក្នុងឆ្អឹងបៃតិក៏កើតឡើងដល់ទ្រង់ព្រះហឫទ័យត្រជាក់ហើយមានព្រះរាជអង្គការសួរទៅពួកអាមាត្យថាតើអស់លោកសប្បាយឬទេពេលឮដំណឹងថាបុត្ររបស់យើងប្រសូតអាមាត្យទាំងឡាយក្រាបទូលថាព្រះសមត្ថទេពពួកទូលបង្គំត្រេកអរសប្បាយរីករាយណាស់ដើមឡើយព្រះអង្គគ្មានរាជបុត្រដើម្បីស្នងរាជត្រកូលទេតែឥឡូវនេះទ្រង់មានព្រះរាជបុត្រហើយព្រះរាជបុត្ររបស់ព្រះអង្គនឹងបានជាម្ចាស់នៃពួកទូលបង្គំយើងខ្ញុំគ្រប់គ្នាព្រះរាជាត្រាស់បញ្ជាឲ្យហៅលោកមហាសេនកតៈចូលគាល់ហើយត្រាស់បង្គាប់ថាយើងត្រូវការបរិវារសម្រាប់បុត្ររបស់យើងលោកចូលទៅសង្កេតមើលថាតើក្នុងថ្ងៃនេះមានទារកប៉ុន្មាននាក់ដែលកើតនៅឯផ្ទះរបស់ពួកអាមាត្យលោកមហាសេនកតៈទទួលព្រះរាជបញ្ជាហើយបានទៅសង្កេតមើលគ្រប់ផ្ទះអាមាត្យទាំងអស់លុះដឹងច្បាស់ថាមានទារក500នាក់ក៏ត្រឡប់មកទូលថ្វាយព្រះមហាក្សត្រឲ្យទ្រង់ជ្រាបវិញព្រះរាជាក៏បានប្រទានគ្រឿងប្រដាប់ផ្សេងសម្រាប់ឧបត្ថម្ភទារកទាំង500នាក់និងទ្រង់ព្រះរាជទានស្ត្រីមេដោះ500នាក់បន្ថែមទៀតចំពោះព្រះបរមពោធិសត្វជាបុត្រផ្ទាល់វិញទ្រង់ព្រះរាជទាននៅមេដោះ64នាក់ដែលជាស្ត្រីទឹកដោះផ្អែមមិនមែនជាស្ត្រីមានដោះសណ្ដាយនិងវាបង់នៅស្ត្រីដែលខ្ពស់ពេកជាដើមត្រង់នេះមានសេចក្តីថាកាលទារកអង្គុយបើកដោះលើផ្លូវស្ត្រីខ្ពស់ពេកក៏ទារកនឹងដកវែងកាលទារកអង្គុយបើកដោះលើស្ត្រីទាបពេកឆ្អឹងក៏ទារកនឹងស្រញ់ចុះកាលទារកអង្គុយបើកដោះលើផ្លូវស្ត្រីស្គមពេកផ្លូវទារកនឹងឈឺចុកចាប់កាលទារកអង្គុយបើកដោះលើផ្លូវស្ត្រីធាត់ពេកជើងទារកនឹងកន្ធែកទឹកដោះនៃស្ត្រីខ្មៅពេករមែងត្រជាក់ពេកទឹកដោះនៃស្ត្រីសពេករមែងក្តៅពេកកាលទារកអង្គុយបើកដោះលើផ្លូវស្ត្រីមានដោះសណ្ដាយច្រមុះទារកនិងក្រពិតទឹកដោះនៃស្ត្រីដែលកើតរោគក្អករមែងមានរសជាតិជូរពេកទឹកដោះនៃស្ត្រីដែលកើតរោគហឺតរមែងមានរសជាតិផ្សេងមានហឹរពេកជាដើមដូច្នេះហើយទើបព្រះរាជាទ្រង់ជៀសវាងគុណវិបត្តិទាំងអស់នោះមិនឲ្យមានឡើយព្រះអង្គទ្រង់ព្រះរាជទានតែមេដោះណាដែលមានទឹកដោះផ្អែមមិនមានដោះយាធ្លាក់រហូតគ្រប់ចំនួន64នាក់ជាមួយគ្នានេះដែរព្រះរាជាបានទ្រង់ប្រទានរង្វាន់ជាច្រើនចំពោះព្រះអគ្គមហេសីចន្ទាទេវីពេលនោះព្រះអង្គទ្រង់មានព្រះរាជបន្ទូលថាយើងមានហឫទ័យរីករាយណាស់ដែលមហេសីបានបង្កើតបុត្រឲ្យយើងដូចក្តីប្រាថ្នាថ្ងៃនេះយើងនឹងប្រោះប្រទានពរពិសេសមួយដល់មហេសីតើមហេសីសម្លាញ់ប្រាថ្នាចង់បានអ្វីយើងនឹងប្រទានតាមបំណងរីឯព្រះនាងចន្ទាទេវីក្រាបទូលព្រះស្វាមីវិញថាបបិទ្ធព្រះករុណាថ្លៃវិសេសជាម្ចាស់ជីវិតតម្កល់លើត្បូងខ្ញុំម្ចាស់ពុំទាន់ចង់បានពរអ្វីពីព្រះអង្គទេនៅពេលនេះសូមព្រះអង្គទ្រង់ព្រះរាជានុញ្ញាតឲ្យខ្ញុំម្ចាស់រក្សាទុកនៅព្រះពរដ៏ប្រសើរនិងពិសេសនេះទៅពេលក្រោយចោះក្រាបទូលព្រះរាជាក៏យល់ព្រមតាមសំណូមពររបស់មហេសីចន្ទាទេវីចូលមកចំណុចនេះគឺនិយាយអំពីមូលហេតុនៃព្រះរាជកុមារមានឈ្មោះថាទេមយៈលុះដល់ថ្ងៃដាក់ព្រះនាមថ្វាយព្រះរាជកុមារព្រះរាជាទ្រង់ចាត់គេឲ្យអញ្ជើញព្រាហ្មណ៍ទាំងឡាយដែលចេះទាយលក្ខណៈមកចូលគាល់ហើយទ្រង់ធ្វើសក្ការៈដ៏ធំជូនចំពោះពួកព្រាហ្មណ៍ទាំងនោះរួចសាកសួរពីភាពមិនមានអន្តរាយដល់ព្រះរាជកុមារ
ព្រាហ្មណ៍ទាំងនោះមើលឃើញនៅលក្ខណៈសម្បត្តិរបស់រាជបុត្រហើយក៏ក្រាបទូលថាបពិតមហារាជព្រះរាជកុមារនេះបរិបូរណ៍ដោយលក្ខណៈសម្បត្តិនៃបុណ្យញ៉ាំងស្រូវស្រែដំណាំចម្ការឲ្យមានផលផ្កាផ្លែឥតខ្វះកន្លះអ្វីទេចំណែកខាងសមត្ថភាពគ្រប់គ្រងរបស់ព្រះរាជកុមារវិញកុំថាឡើយទ្វីបមួយទោះបីមហាទ្វីបទាំង4រួមទាំងទ្វីបអមជាបរិវារ2000ផងនោះក៏ព្រះរាជកុមារមានសមត្ថភាពអាចគ្រប់គ្រងបានដែរពុំមានអ្នកណាម្នាក់ឬអ្វីមួយបង្កឲ្យមានអន្តរាយដល់ព្រះរាជកុមារទេក្រាបទូលព្រះមហាក្សត្រលុះព្រះសណ្ដាប់ដូច្នោះហើយទ្រង់មានសេចក្តីត្រេកអរជាពន់ពេករកព្រះនាមដាក់ឲ្យព្រះរាជកុមារដោយអាស្រ័យហេតុ3យ៉ាង1ក្នុងថ្ងៃព្រះរាជកុមារប្រសូតមានភ្លៀងបង្អុរស្រោចស្រពទូទៅពេញដែនកាសី2ហឫទ័យរបស់ព្រះរាជានិងពួកអាមាត្យមានសភាពត្រជាក់3ដែនដីសើមជោគជាប់ព្រោះហេតុដូច្នោះព្រះរាជាទ្រង់បានសម្រេចប្រតិយដាក់ព្រះនាមឲ្យរាជបុត្រថាតេមយៈជារៀងរាល់ថ្ងៃតេមយកុមារត្រូវបានស្រីស្នំទាំងឡាយដូរវេនគ្នាតុបតែងស្អិតស្អាងប្រកាយថ្វាយហើយតែងនាំទៅកាន់សំណាក់របស់ព្រះរាជបិតាក្នុងមួយខែម្ដងព្រះរាជាទ្រង់តែងតែទទួលនៅរាជបុត្រសំណពប្រតិយមកអោប3ថើបត្រង់ប្រស័យស័កត្រកងដាក់លើព្រះឧទោហើយទ្រង់ប្រថាប់ប្រឡែងលេងជាមួយនឹងព្រះរាជបុត្រចំណុចបន្ទាប់គឺនិយាយអំពីព្រះរាជាកាត់ទោសចោល4នាក់គប់ជួនគណៈនោះរាជបរោះចាប់ចោលបាន4នាក់នាំមកថ្វាយព្រះរាជាដើម្បីកាត់ទោសបន្ទាប់ពីទតឃើញចោលទាំង4នាក់នោះហើយព្រះរាជាទ្រង់ត្រាស់បញ្ជាថាចូលពួកឯងវាយចោលម្នាក់នេះនឹងខ្សែលួសបន្លា1000ខ្វាប់ចោលម្នាក់ទៀតចូលពួកឯងចងនឹងច្រវាក់ដាក់ពន្ធនាគារចោលម្នាក់ទៀតត្រូវចាក់នឹងលំពេងចោលម្នាក់ទៀតត្រូវសល់នឹងដៃស្រួចព្រះរាជបុត្រលើបបិតាត្រាស់ដូច្នោះក៏កើតភ័យតក់ស្លុតគិតឃើញថាអោណបបិតាអញហេតុតែខ្លួនជាស្ដេចបានសាងបាបកម្មដ៏ធ្ងន់ក្រៃពេកណាស់បាបកម្មនេះនឹងនាំទៅកាន់នរកទេតាលុះដល់ថ្ងៃស្អែកឡើងមេដាបិតាទ្រង់ដាក់ឲ្យតេមយកុមារផ្ទុំនៅលើសិរីសាយនាជាក្រឡាព្រះបន្ទុំវិចិត្ររចនាយ៉ាងល្អស្អាតនៅខាងក្រោមស្វេតឆ័ត្រតេមយកុមារលងលក់មួយស្របក់ក៏ភ្ញាក់បើកព្រះនេត្រឃើញស្វេតឆ័ត្រព្រមទាំងសិរីសម្បត្តិនានាជាច្រើនទៀតតេមយកុមារមានសេចក្តីភ័យតក់ស្លុតរន្ធត់ជាប់មកតាំងពីម្សិលមិញមកស្រាប់លុះបានឃើញនៅទិដ្ឋភាពដូច្នោះទៀតក៏រត់តែភ័យខ្លាំងឡើងព្រះរាជកុមារមានជាតិសរណញាណគឺញាណសម្រាប់រលឹកជាតិកំណើតបានទ្រង់រំពឹងគិតមើលថាចោះដើមឡើយអញកើតនៅឯណាបានជាឥឡូវមកកើតនៅក្នុងផ្ទះចោលនេះលុះបានទ្រង់ជ្រាបថាព្រះអង្គមកអំពីទេវលោករំពឹងមើលជាតិខាងមុខទេវលោកទៀតឃើញថាព្រះអង្គធ្លាប់សោយទុកក្នុងឧសតនរករំពឹងមើលទៅខាងមុខទៀតក៏ឃើញថាព្រះអង្គធ្លាប់សោយរាជជាស្ដេចផែនដីក្នុងនគរព្រាណសីជានគរកំណើតបច្ចុប្បន្ននេះចំណុចនេះនិយាយអំពីទេវតារក្សាព្រះមហាស្វេតឆ័ត្រដាស់តឿនតេមយកុមារគ្រានោះភ័យធំបានកើតឡើងដល់ព្រះតេមយៈដែលកំពុងនឹកពិចារណាថាពីអតីតជាតិអញសោយរាជក្នុងក្រុងពារាណសីនេះតែ20ឆ្នាំសោះអញបានទៅកើតក្នុងឧសតនរក80000ឆ្នាំឥឡូវមកកើតក្នុងផ្ទះចៅនេះដដែលទៀតហើយអញចៅ4នាក់ដែលរាជបរោះនាំមកក្នុងថ្ងៃម្សិលមិញត្រូវបានព្រះបិតាអញចេញរាជបញ្ជាធ្វើទារុណកម្មដ៏ខុសខើព្រៃផ្សៃពេកណាស់កម្មនោះជាទោសនាំឲ្យកើតក្នុងនរកទេតាប្រសិនបើអញសោយរាជមុខតែអញកើតក្នុងនរកទទួលរងមហាទុក្ខទៀតជាពុំខានឡើយសរីរៈរបស់ព្រះព
ពោធិសត្វដែលធ្លាប់តែមានពណ៌សម្បុរល្អដូចមាសត្រឡប់ប្រែក្លាយជាស្រពោនស្រពាប់អាប់អស់ពណ៌ឆើតប្រៀបដូចជាផ្កាបទុមត្រូវគេឆ្លេចឆ្លីដោយដៃប្រែក្លាយទៅជាស្លឹកពណ៌ដូច្នោះដែរពិតមែនតែព្រះរាជកុមារកំពុងផ្ទុំស្ដុកស្ដឹងប៉ុន្តែចិត្តមិនបានចូលកាន់និន្ទាលងលក់បន្តិចសោះគឺចិត្តនៅតែគិតគ្នាថាធ្វើដូចម្ដេចណអញអាចចេញផុតអំពីផ្ទះចោលនេះបានគ្រានោះទេវតាដែលអាស្រ័យមហាស្វេតឆ័ត្រនិងធ្លាប់ជាម្ដាយរបស់ព្រះកុមារពីអតីតជាតិផងនោះចេញមុខមកលួងលោមថាហើយបាទេមយកុមារកុំភ័យអីកូនកុំសោកអីកូនកុំគិតអីកូនប្រសិនបើកូនពិតជាមានបំណងចេញអំពីទីនេះមែនចូលកូនធ្វើតាមពាក្យម្ដាយគឺបើទោះបីកូនមិនខ្វិនក៏ត្រូវធ្វើជាខ្វិនមិនថ្លង់ក៏ត្រូវធ្វើជាថ្លង់មិនគោក៏ត្រូវធ្វើជាគោកូនឯងត្រូវតាំងចិត្តប្រកាន់ភ្ជាប់អង្គទាំង3នេះកុំតាំងខ្លួនជាបណ្ឌិតឲ្យសោះដូច្នេះហើយទេវតាបានពោលបន្តថាមេបណ្ឌិតជាយ៉ាងវិភាវយៈពាលមត្តោភវៈសព្បបាណនំសព្ពោតាំងចណោអោជនីយតុអេវង្តវៈអដ្ឋោភវិសតិកូនឯងកុំតាំងខ្លួនជាអ្នកប្រាជ្ញត្រូវតាំងខ្លួនឲ្យជនទាំងពួងយល់ថាកូនល្ងងវិញកាលបើជនទាំងពួងយល់ហើយនឹងសម្គាល់កូនថាជាមនុស្សកាលកិណីគង់តែពួកគេបំបបង់កូនចេញអំពីនគរតាមវិធីនេះសេចក្តីចម្រើននឹងមានដល់កូនជាជាពុំខានទេវយកុមារបានដកដង្ហើមធូរពីភាពតានតឹងក្នុងទ្រូងដោយសារពាក្យរបស់ទេវតានោះហើយពោលតបដូច្នោះករោមិទេតាំងវចនំយ៉ាងម៉ាំងភណសិទេវតេអដ្ឋកាមាសិមេអមៈហេតកាមាសិទេវតេបបិទ្ធទេវតាខ្ញុំនឹងធ្វើតាមពាក្យដែលអ្នកប្រាប់ខ្ញុំត្បិតថាអ្នកប្រាថ្នាសេចក្តីចម្រើននិងប្រយោជន៍ដល់ខ្ញុំក្រោយពេលពោលពាក្យនេះចប់ព្រះកុមារបានអធិដ្ឋាននៅអង្គទាំង3នោះទុកក្នុងព្រះទ័យខ្ជាប់ខ្ជួនរីឯទេវតាក៏អន្តរធានបាត់ខ្លួនពីទីនោះទៅដើម្បីកែសេចក្តីអបសុខរបស់រាជកុមារមហាក្សត្របានបញ្ជូនកុមារ500នាក់ទៅក្នុងសំណាក់ព្រះទេមយកុមារពួកទារកទាំងនោះស្រែកយំរំអុកទារោគដោះបៅចំណែកព្រះមហាក្សត្រត្រូវភ័យក្នុងនរកគំរាមដល់ព្រះទេមិនយំនឹងគេទេខំអត់ធ្មត់ថាការស្គមខ្លួនស្លាប់របស់អញប្រសើរជាងការសោយរាជសម្បត្តិតាំងពីពេលនោះមកទេមយកុមារក៏ផ្លាស់ប្ដូរឥរិយាបថរបស់ខ្លួនទៅជាខ្វិនថ្លង់និងគោគ្រានោះពួកមេដោះរបស់ព្រះអង្គដឹងស្ថានភាពនោះក៏នាំគ្នាក្រាបទូលចំពោះព្រះនាងចន្ទាទេវីព្រះនាងក្រាបទូលតដល់ព្រះរាជស្វាមីព្រះមហាក្សត្រទ្រង់បញ្ជាឲ្យទៅអញ្ជើញពួកព្រាហ្មណ៍ទាយនិមិត្តមកសាកសួរលំដាប់នោះពួកព្រាហ្មណ៍ទាំងឡាយក្រាបទូលថាបបិទ្ធព្រះករណាថ្លៃវិសេសការឲ្យព្រះរាជកុមារបើដោះគួរតែពន្យាពេលឲ្យហួសប្រក្រតីកាលបើធ្វើយ៉ាងនេះព្រះរាជកុមារមុខតែយំស្រវាចាប់ដោះបើដោយខ្លួនឯងមិនខានក្រាបទូលតាំងពីពេលនោះមកមេដោះទាំងឡាយតែងតែបំបើដោះព្រះរាជកុមារឲ្យហួសពេលវេលាប្រក្រតីជួនកាលឲ្យហួសមួយពេលទៅឲ្យបើជួនកាលមិនឲ្យបើសោះពេញមួយថ្ងៃនេះគឺយើងចំចម្ពោះ1ដែលនិយាយអំពីដំណើរដើមទងកំណើតរបស់ព្រះទេមយៈយើងនឹងចាំតទៅចម្ពោះ2នៅក្នុងពេលក្រោយទៀតដែលចម្ពោះ2ហ្នឹងគឺនិយាយអំពីការសាកល្បងព្រះរាជកុមារដោយវិធីផ្សេងចាំមើលថាតើមានការសាកល្បងយ៉ាងដូចម្តេចខ្លះអញ្ចឹងត្រឹមចម្ពោះ1យើងចប់ត្រឹមប៉ុណ្្នឹងសិន